ខ្ញុំប្រកាសណាសមាភិបភិក្ខុសុសង្ឃវុតោវត្តពិសិដ្ឋសូមនមស្ការព្រះថេរៈគ្រប់ព្រះអង្គសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទនៅក្នុងស្រុកក្រៅស្រុកថ្ងៃនេះមកលើកយកត្រៃសិក្ខា3យ៉ាងក្នុងពុទ្ធសាសនារបស់យើងគឺសិលសមាធិបញ្ញាសេចក្តីសម្រុំកាយវាចាឲ្យរៀបរយឈ្មោះថាសិលសេចក្តីរក្សាចិត្តឲ្យរឹងមាំឲ្យឈ្មោះថាសមាធិសេចក្តីដឹងយល់ដឹងក្នុងកងសង្ខារឈ្មោះថាបញ្ញាបងប្អូនជាពលរដ្ឋនឹងយកគោលការណ៍ក្នុងពុទ្ធសាសនារបស់យើងគឺឫសគល់ពុទ្ធសាសនាគេថាក្លឹមរបស់ពុទ្ធសាសនាហ្នឹងនៅក្នុងត្រៃសិក្ខានេះសូមឲ្យបងប្អូនញាតិញោមឬក៏សាមណេរភិក្ខុឧបាសកឧបាសិកាបានឮបានឃើញហើយក៏ជួយចែករំលែកជួយអធិប្បាយវែកញែកបន្ថែមបន្តទៅទៀតបានហ្នឹងហើយការសិក្សាទាក់ទងជាមួយនឹងសិលរបស់មានសិល5សិល8សិល10សិល4របស់ភិក្ខុហ្នឹងតែសិក្ខាបទមានដល់ទៅ200ជាងពោអញ្ចឹងហើយការប្រព្រឹត្តបរិបត្តិរបស់ភិក្ខុសង្ឃហ្នឹងគឺហៅថាមានរបៀបរៀបរយការនិយាយស្ដីនៅក្នុងក្រិតក្រមរបស់សិលពោសមាធិអញ្ចឹងដែរបងប្អូនជាពលរដ្ឋតេតងជាមួយនឹងការធ្វើសមាធិបងប្អូនឧបាសកឧបាសិកាខ្លះគឺមានការដើរចង្ក្រមមានការភាវនានឹងឯងគឺទន្ទិញពុទ្ធូហ្នឹងគេហៅថាធ្វើសមាធិធ្វើឲ្យចិត្តស្ងប់រងាប់នៅកន្លែងមន្ទីរពេទ្យខ្លះនៅកន្លែងសាលារៀនខ្លះនៅកន្លែងធ្វើការងារខ្លះអ្នកដែលប្រធានជាអ្នកកាន់ពុទ្ធសាសនាមុននឹងចូលធ្វើការងារគេឲ្យភ្នាក់ងាររបស់គេឬក៏សិស្សរបស់ខ្លួនហ្នឹងគឺនាំគ្នាធ្វើសមាធិតាំងចិត្តទាំងអស់គ្នាធ្វើឲ្យគេថាក្នុងខ្លួនរបស់យើងវាបានដកខ្យល់ចេញចូលហើយបានកំណត់អារម្មណ៍មូលធ្លុងដើម្បីបន្តកិច្ចការងារហ្នឹងហើយធ្វើឲ្យមុខមុតនៃការអត់ធ្មត់ផ្សេងទោះតែងារក្តីតិចក្តីក្តៅក្តីឬគេនិយាយដើមក្តីអីក្តីអាហ្នឹងគឺដោយសារតែយើងមានសមាធិនៃការធ្វើកិច្ចការងារហ្នឹងយើងអត់យកចិត្តទុកដាក់អីប្រមាណទេខំប្រឹងធ្វើការងារមានសមាធិក្នុងកិច្ចការងារទាំងនឹងពោអញ្ចឹងតកតងជាមួយនឹងការយល់ដឹងរបស់ក្នុងសង្ខាររបស់យើងហ្នឹងគឺបងប្អូនប្រជាពលរដ្ឋដឹងស្រាប់ហើយយើងម្នាក់កើតមកភ្លាមយើងនៅជាវ័យក្មេងអានេះយើងវ័យក្មេងទៅដល់4 10 20ឆ្នាំជាវ័យកណ្ដាលជាវ័យជំទង់វ័យចង់ចេះចង់ដឹងចង់ស្គាល់ចង់ឃើញអ្វីដែលវាមាននៅក្នុងលោកយើងនេះហ្នឹងហើយអញ្ចឹងចុងក្រោយគឺអាយុចាស់50 60 70 80ទៅហើយហ្នឹងអាហ្នឹងគឺចាស់អាហ្នឹងគឺហៅថាសង្ខារយើងវាអត់ទាញពុទ្ធជាម្ចាស់របស់យើងបានសម្ដែងថាសង្ខារធัวទាំងឡាយមិនទៀងមានពិតមានការកើតឡើងហើយរលត់ទៅជារឿងធម្មតាហ្នឹងគឺជារឿងរបស់ធម្មជាតិបងប្អូនប្រជាពលរដ្ឋធម្មជាតិកើតមកហ្នឹងគឺដូចស្លឹកឈើអញ្ចឹងបងប្អូនគឺធ្លាក់មួយលើសមួយធ្លាក់មួយលើសមួយជីវិតរបស់មនុស្សយើងអញ្ចឹងដែរហើយវាតកងជាមួយនៃការបើសិនជាយើងអត់យកគេហៅថាបញ្ញានៃការត្រេះរិះពិចារណាទេយើងនៅតែមានទុក្ខកង្វល់មានតែការសោកស្ដាយគ្រប់យ៉ាងដែលកើតមាននៅក្នុងសង្ខាររបស់យើងហ្នឹងហេតុអីបានពេលខ្លះអីអាយុយើងច្រើនហើយតែចិត្តយើងនៅតែមិនទាន់ចាស់អីអញ្ចឹងគឺដោយសារតែយើងអត់បានគិតអត់បានពិចារណាហើយយើងខ្វះហៅថាបញ្ញានឹងឯងបងប្អូនជាពលរដ្ឋអញ្ចឹងគឺបញ្ញាហ្នឹងគឺយើងធ្វើម៉េចឲ្យយើងកើតបញ្ញាបងប្អូនជាពលរដ្ឋគឺការសិក្សាការរៀនសូត្រការត្រេះរិះពិចារណាហើយសិក្សាហ្នឹងមានន័យថា
ទល់តែទៅរៀនសាលារៀនបានសិក្សាបានអត់ទេគឺយើងសិក្សាមើលសភៅអានតម្រាប់តម្រាអានក្បួនច្បាប់បើមិនចឹងទេក៏យើងស្ដាប់ហើយយើងអនុវត្តតាមស្ដាប់បានប៉ុណ្ណាយើងទិញតាមប៉ុណ្ណឹងទៅហើយយើងយកមករិះគិតពិចារណាខ្លួនយើងទៅអាហ្នឹងបានន័យថាកើតហើយបញ្ញាបើសិនជាយើងមិនបានធ្វើអញ្ចឹងទេគឺអត់អាចទៅរួចទេសូមឲ្យបងប្អូនប្រជាពលរដ្ឋយកទៅគិតយកទៅពិចារណាឲ្យបានគ្រប់គ្នាព្រោះហ្នឹងគឺតកតងជាមួយនៃត្រៃសិក្ខាសំខាន់ណាស់បងប្អូនប្រជាពលរដ្ឋនៅក្នុងពុទ្ធសាសនាគេហៅថាឫសគល់ឬខ្លឹមសារសំខាន់ចំណុចសំខាន់របស់ពុទ្ធសាសនាគឺនៅត្រង់ត្រៃសិក្ខានឹងឯងព្រោះមាន3យ៉ាងគឺសិលសមាធិបញ្ញានឹងឯងរួមមកបងប្អូនប្រជាពលរដ្ឋអញ្ចឹងបងប្អូនជាពលរដ្ឋអាចទៅសិក្សាតាម YouTube ប្រគុណចាស់នៅក្នុងប្រទេសខ្មែរក្តីក្រៅប្រទេសក្តីបានអធិប្បាយបញ្ញនិយាយល្អហើយមានគណិតមានមតិអីនិយាយល្អជាងអាត្មាអញ្ចឹងហើយសូមឲ្យបងប្អូនយកទៅហៅថាសិក្សារៀនសូត្របន្ថែមបន្តទៅទៀតទៅគឺដើម្បីឲ្យកើតអីគឺកើតបញ្ញាហ្នឹងឯងបងប្អូនកើតបញ្ញាហើយមិនងាយគេបោកប្រាស់មិនងាយគេនិយាយអីហើយយើងចិត្តទៅជឿតាមគេអានឹងគឺអត់បានទេបើសិនយើងមានបញ្ញានឹងគឺมันអាចនិយាយបានទេគ្រាន់តែនិយាយមកយើងដឹងបាត់ថាអ្នកនឹងនិយាយល្មែកបានសិក្សារៀនសូត្រឬមិនបានសិក្សារៀនសូត្រឬក៏ធ្លាប់ស្ដាប់គេអីអញ្ចឹងតែភាគច្រើនយើងអ្នកខ្លះអីអញ្ចឹងខ្លួនមិនសូវជាបានសិក្សារៀនសូត្រប៉ុន្មានទេគឺអ្វីដែលវាមាននៅក្នុងខ្លួនរបស់យើងនឹងយើងខំបញ្ចេញតែតាមការពិតយើងអត់មានអីនៅក្នុងខ្លួនសោះអញ្ចឹងហើយសូមឲ្យបងប្អូនយកទៅគិតពិចារណាឲ្យបានច្រើនបន្តជំនួយគេហៅថាជំនួយខ្លួនយើងបងជំនួយខ្លួនយើងអត់មានជំនួយឲ្យអ្នកណាទេគឺជំនួយខ្លួនយើងហ្នឹងហើយអាត្មាបញ្ចូលតកតងមួយសង្គមប្រទេសជាតិរបស់ខ្មែររបស់យើងដែលបានកើតឡើងតែរៀងរាល់ថ្ងៃនៅក្នុងសង្គមនឹងដោយសារតែមេដឹកនាំរបស់យើងពេលខ្លះធ្វើឲ្យយើងអត់ត្រូវចិត្តតែយើងក៏មិនដឹងធ្វើម៉េចតទៅទៀតអញ្ចឹងមានការប្រមាថមើលងាយមានការជិះជាន់ពីប្រទេសជាតិខាងរបស់យើងអត់អាចធ្វើអីបានទេព្រោះថ្នាក់ដឹកនាំរបស់យើងគឺប្រព្រឹត្តតែអំពើពុករលួយផ្សេងធ្វើឲ្យគេមើលងាយហ្នឹងហើយអានឹងគឺជាបញ្ហាសំខាន់នៅក្នុងប្រទេសរបស់យើងសពថ្ងៃអញ្ចឹងហើយសូមឲ្យបងប្អូនកលេចពិចារណាធ្វើម៉េចឲ្យបានរបបដឹកនាំនឹងដួលរលំទៅហើយអានឹងយើងអាចប្រទេសយើងវាជាមិនប្រទេសរបស់ក្រុមគូសាតកូលហ៊ុនមិនប្រទេសរបស់អ្នកណាម្នាក់ទេគឺប្រទេសរបស់ប្រជាជនខ្មែរទាំងអស់គ្នាអញ្ចឹងអត់អាចថាអ្នកឯងមកធ្វើដូចរបបដឹកនាំដោយតកូលហ៊ុនសែនសពថ្ងៃធ្វើអញ្ចឹងអត់កើតទេនឹងគាត់គិតស្មានថាប្រទេសហ្នឹងគឺប្រទេសគាត់តែម្នាក់ឯងប្រជាជនហ្នឹងគឺប្រជារបស់គាត់អញ្ចឹងអត់ធ្វើអញ្ចឹងអត់ត្រូវទេបងប្អូនជាពលរដ្ឋអញ្ចឹងខ្មែរទាំងអស់គ្នាត្រូវដឹងទាំងចឹងយល់អញ្ចឹងហើយថ្នាក់ដឹកនាំរបស់យើងកំសោយកំសាគ្មានសមត្ថភាពនៃការដឹកនាំប្រទេសហ្នឹងយើងមិនគួរឲ្យដឹកនាំប្រទេសយូរដោយសពថ្ងៃអញ្ចឹងទេវាបញ្ឈប់នៃការបន្តពូជផ្ដាច់ការត្រឹមហ្នឹងទៅដើម្បីអ្នកណាដើម្បីប្រទេសយើងហើយឃើញគេធ្វើអីគេចង់ចូលមករោគសម្បត្តិធម្មជាតិដែលនៅក្នុងប្រទេសខ្មែររបស់យើងដូចរោត្រីរោអីចឹងមិនថាប្រទេសយួនថាប្រទេសថៃទេយើងសម្បូរណាស់ត្រីវាដល់អញ្ចឹងគេចូលដោយសារតែមានរាជការបលិសទាហានឬអ្នកនយោបាយរបស់ខ្មែរដែលវាដឹកនាំប្រទេសយូរទៅធ្វើឲ្យប្រពន្ធពើពុកលួយច្រើនអញ្ចឹងហើយប្រពន្ធពើពុកលួយហ្នឹងបើកផ្លូវឲ្យប្រទេសជាតិខាងហ្នឹងរំពានឬយើងគឺដោយសារមន្ត្រីរាជការរបស់យើងដែលធ្វើអញ្ចឹងពីព្រោះប្រាក់ខែគាត់អត់គ្រប់ហើយគាត់រកអីផ្សេងពីការសុចរិតហ្នឹងគឺអត់បានបើព្រិនពើពុកលិតលួយអញ្ចឹងបានទុច្ចរិតដោយការសោកប៉ាន់ពីអ្នកដទៃដើម្បីមកចូលរោគត្រីនៅក្នុងទន្លេខ្មែរហ្នឹងគឺធ្វើអញ្ចឹងគឺបានគឺអានឹងអីគឺមន្ត្រីពុកលួយហ្នឹងមនុស្សអញ្ចឹងបងប្អូនប្រជាពលរដ្ឋមិនត្រូវឲ្យធ្វើកិច្ចការរាជការទេអានឹងគឺវាហៅថាលលាយបងប្អូនប្រជាពលរដ្ឋលលាយប្រទេសលលាយដោយតកូលហ៊ុនសែនដឹកនាំប្រទេសសពថ្ងៃហ្នឹងគឺដឹកនាំអញ្ចឹងគឺទីបំផុតបើសិនជាគាត់តកូនតចៅ
តទៅមុខទេណាគឺខ្ទេចហើយដីខ្មែរនឹងគឺមានសល់តែគេចូលទៅយកត្រឹមណាក៏បានដែរព្រោះគាត់ខ្សោយនៃការគិតខ្សោយនៃចក្ខុវិស័យខ្សោយចំណេះដឹងហ្នឹងឯងគឺធ្វើឲ្យគេមើលងាយមិនត្រឹមតែខ្លួនគាត់ខ្សោយទេគឺគាត់ហ្នឹងគឺធ្វើម៉េចឲ្យប្រជាជនខ្សោយដូចគាត់មានសាលារៀនអត់គ្រូអត់សិស្សមានមានសិស្សមានគ្រូអត់ប្រាក់ខែនៃការចិញ្ចឹមជីវិតរបស់គ្រូចិញ្ចឹមជីវិតរបស់សិស្សហ្នឹងគឺអត់មានពេញលេញអញ្ចឹងគ្រូរកវិធីមិនបានមានតែបរៀនគូមានតែឆ្លៀតទៅធ្វើការងារដើម្បីយកថវិកាហ្នឹងមកបរៀនកូនសិស្សនឹងឲ្យវាវិលចាក់ស្រេះបងប្អូនប្រជាពលរដ្ឋវាចាក់ស្រេះដូចកង់រទេះបងប្អូនដូចកង់ចាក់វិលទៅវិលមកវិលទៅវិលមកមកដល់អដែលវិលទៅវិលមកមកដល់អដែលវិលទៅវិលមកមកដល់អដែលអញ្ចឹងអានឹងជាបញ្ហានៅក្នុងប្រទេសជាតិខ្មែរយើងដែលវាកើតមានសពថ្ងៃហ្នឹងគឺយើងមិនត្រូវបន្តឲ្យរាជរដ្ឋាភិបាលខុសច្បាប់ដឹកនាំដោយតកូលហ៊ុនសែនក្រុមបកពូគាត់ឬក៏គណៈបកដែលបង្កើតឡើងដោយយួនហ្នឹងនៅបន្តអំណាចតទៅទៀតទេអញ្ចឹងសូមឲ្យបងប្អូនប្រជាពលរដ្ឋយកទៅគិតទៅពិចារណាឲ្យបានអស់គ្នាអាត្មាមិននិយាយចោតប្រកាន់មិននិយាយរិះគន់ហើយមិនឲ្យរីកចម្រើនទេព្រោះយើងមើលឃើញអញ្ចឹងអាហ្នឹងគឺអាត្មាសម្រាប់អាត្មាមើលឃើញជ្រុងមួយរបស់អាត្មាផ្សេងបើបងប្អូនប្រជាពលរដ្ឋមើលឃើញជ្រុងផ្សេងគឺបងប្អូនអាចយកមកលើកនិយាយហើយឲ្យបងប្អូនដែលអត់ហ៊ានបញ្ចេញមតិនៅក្នុង social media ក្តីនៅក្នុងទល់ខ្លួនក្តីឬនៅក្នុងវេទិកាផ្សេងដែលបងប្អូនមានគេហៅថាមានសិទ្ធិនៃការបញ្ចេញមតិហ្នឹងគឺសូមឲ្យជួយក្រើនរំលឹកប្រជាពលរដ្ឋខ្មែរយើងដែលនៅក្នុងប្រទេសក្តីនៅក្រៅប្រទេសក្តីដើម្បីជាប្រយោជន៍ជាចំណេះដឹងរបស់ប្រជាជនខ្មែរយើងគ្រប់រូបដើម្បីឲ្យដឹងខ្លួនថារបបដឹកនាំហ្នឹងគឺតាំងចិត្តដឹកនាំហ្នឹងគឺដើម្បីឲ្យបំផ្លាញប្រទេសជាតិបំផ្លាញធនធានមនុស្សក្តីធនធានធម្មជាតិក្តីបងប្អូនប្រជាពលរដ្ឋធនធានធម្មជាតិណាបងប្អូនប្រជាពលរដ្ឋឃើញដូចមេដាធម្មជាតិបងប្អូនប្រជាពលរដ្ឋគេដល់គេមកបើកអាក្រាតដែលគាត់បានប្រព្រឹត្តអំពើពុករលួយរាជរដ្ឋាភិបាលដឹកនាំដោយកូនហ៊ុនសែនហ្នឹងគឺប្រព្រឹត្តអំពើពុករលួយមានបញ្ជូនឈើទៅប្រទេសយួនមានបញ្ជូនឈើមកទៅប្រទេសចិនអញ្ចឹងទៅហើយគេដល់បងប្អូនសកម្មជនមេដាធម្មជាតិទៅបកអាក្រាតទៅគឺយកច្បាប់យកតុលាការហ្នឹងទៅចោទប្រកាន់គាត់ថាគាត់នឹងចេះតែនិយាយចេះតែញុះញង់ឲ្យប្រជាពលរដ្ឋហ្នឹងស្អប់រាជរដ្ឋាភិបាលមិនមែនទេបងប្អូនប្រជាពលរដ្ឋហ្នឹងគឺប្រជាជនមេដាធម្មជាតិហ្នឹងគឺនិយាយការពិតដែលគាត់បានសិក្សាស្រាវជ្រាវមើលឃើញចំណុចដែលគាត់ដែលរាជរដ្ឋាភិបាលដឹកនាំដោយកូនហ៊ុនសែនហ្នឹងគឺប្រព្រឹត្តអំពើពុករលួយហើយបំផ្លាញជាតិណាបងប្អូនក្បត់ជាតិអានឹងចូលលក្ខណៈថាក្បត់ជាតិហើយព្រោះបំផ្លាញមិនថាកាត់ទឹកដីឲ្យប្រទេសជាតិខាងមិនថាកាត់កោះឲ្យប្រទេសជាតិខាងមិនថាទៅចុះសន្ធិសញ្ញាផ្សេងដែលខ្មែរយើងខាតប្រយោជន៍អានឹងអីគឺគេហៅថាការដឹកនាំនោះគឺដឹកនាំក្បត់ជាតិមិនបានដឹកនាំឲ្យប្រទេសរីកចម្រើនមិនបានដឹកនាំឲ្យផ្ដល់ផលប្រយោជន៍ឲ្យប្រទេសខ្មែរទេផ្ដល់ផលប្រយោជន៍ឲ្យប្រជាជនទេមានតែធ្វើឲ្យប្រទេសយើងហ្នឹងគឺរីករាលក្នុងការដឹកនាំដោយដឹកនាំសពថ្ងៃអញ្ចឹងគឺវាមានតែការរីករាលមានតែការបងប្អូនប្រជាពលរដ្ឋមានចំណេះដឹងហើយបងប្អូនប្រជាពលរដ្ឋខ្សោយខាងសតិបញ្ញាអាហ្នឹងឯងគឺជាបញ្ហានៅក្នុងសង្គមប្រទេសជាតិខ្មែយើងបច្ចុប្បន្នអញ្ចឹងហើយសូមឲ្យបងប្អូនជួយសង្គមជាតិយើងទាំងអស់គ្នាដូចស្មាមកលើកឡើងអំពីបញ្ហាហ្នឹងគឺស្មាក៏ជាផ្នែកមួយនៅក្នុងប្រជាជនខ្មែរជាផ្នែកមួយនៃការឈឺឆ្អាលប្រទេសមានប្រទេសអ្នកណាម្នាក់គឺប្រទេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាអញ្ចឹងទៅនឹងសូមសម្រើនពរជូនពរឲ្យបងប្អូនប្រជាពលរដ្ឋភ្ញាក់រលឹកឆាប់ក្រោកឡើងទាំងអស់គ្នាដើម្បីទម្លាក់អំណាចរបបហ៊ុនសែនហ្នឹងចេញពីអំណាចហើយយកអំណាចហ្នឹងមកឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាសូមឲ្យបងប្អូនប្រជាពលរដ្ឋដែលបានស្ដាប់បានឃើញបានឮបានចែករំលែកជួបតែសេចក្តីសុខសេចក្តីចម្រើន
ហើយសូមបានទទួលនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈបដិភានៈបំបីឃ្លៀងឃ្លាតឡើយសូមចម្រើនពរទាំងអស់គ្នាពរ